ជំរាបសួរលោកគ្រូខ្ញុំបាទមូនរដ្ឋាភិសិទ្ធមកពីក្រុម SU30 វីដេអូនេះខ្ញុំមកធ្វើពី comment basic user management ដំបូងឡើយយើងចូលមកកាន់កម្មវិធីរបស់យើងមកហើយយើងធ្វើការឆែកមើល username របស់យើង username របស់យើងគឺមូនរដ្ឋាភិសិទ្ធបន្ទាប់មកយើងឆែកមើលទីតាំង directory គឺនៅ directory home ហើយឈ្មោះ user របស់យើងនេះមូនរដ្ឋាភិសិទ្ធបន្ទាប់មកយើងធ្វើការcomment add user ថ្មីមួយដែលយើងប្រើ comment sudo user add .m -s/bin/bus ហើយឈ្មោះ user របស់យើងដាក់ពីសិត108អញ្ចឹងមកបន្ទាប់ពីបង្កើតហើយគឺយើងធ្វើការឆែកមើល user របស់យើងថាបានបង្កើតហើយនៅគឺយើងប្រើ comment cat/etc/passwd អញ្ចឹងគឺនេះពីសិត168នេះគឺយើងបានបង្កើតហើយអញ្ចឹងបន្ទាប់មកដើម្បី login ចូលទៅកាន់user មួយហ្នឹងគឺយើងត្រូវប្រើ comment su ប៉ុន្តែដោយសារតែ user ហ្នឹងគឺអត់ទាន់មាន password ទេអញ្ចឹងខ្ញុំធ្វើការដាក់ password ឲ្យ user ហ្នឹងសិនបន្ទាប់ពីយើងធ្វើការដាក់ password ឲ្យ user ហ្នឹងហើយគឺយើងធ្វើការ login ចូលទៅកាន់ user មួយហ្នឹងមកចឹងបន្ទាប់ពី login ចូលមកកាន់ user ហ្នឹងហើយគឺយើងធ្វើការឆែកមើល username តើយើងបាន login ចូលហើយនៅyes អញ្ចឹងគឺយើងបាន login ចូលហើយចំពោះកន្លែងនេះគឺខ្ញុំបានវាយ comment ខុសអញ្ចឹងកន្លែងនេះគឺយើងបាន login ចូលមកកាន់ user ហ្នឹងហើយអញ្ចឹងបន្ទាប់មកគឺយើងធ្វើការបង្កើតនៅ file text ឬក៏ ligation អីមួយចូលទៅកាន់ user មួយហ្នឹងយើងប្រើ comment mkdir ហើយឈ្មោះfile មកបន្ទាប់មកយើងធ្វើការ comment ls ដើម្បីឆែកមើល folder អញ្ចឹងនេះគឺយើងបានបង្កើត text ហ្នឹងហើយបន្ទាប់មកគឺយើងធ្វើការ comment exit ដើម្បីចាក់ចេញពី user មួយហ្នឹងអញ្ចឹងគឺយើងបានចាក់ចេញពី user ពីសិត168ហ្នឹងហើយបាទអញ្ចឹងគឺយើងបានចាក់ចេញហើយបន្ទាប់មកយើងធ្វើការឆែកមើល user នឹងម្ដងទៀតដែលយើងបានបង្កើតមិញហ្នឹងអញ្ចឹងនេះគឺជា user ដែលយើងបានបង្កើតហ្នឹងពីសិត168ហ្នឹងគឺយើងបានបង្កើតហើយអញ្ចឹងហ្នឹងហើយលោកគ្រូវីដេអូដែលធ្វើពី command basic user management ហ្នឹងគឺមានតែប៉ុណ្ណឹងអរគុណលោកគ្រូដែលបានមើលវីដេអូនេះជំរាបលាលោកគ្រូ